ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមីសម្រាប់អ្នកកើតឆ្នាំមីនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នករៀងមានការចំណាយច្រើនចាហើយការចំណាយហ្នឹងគឺភាគច្រើនអត់សូវមានរឿងខ្លួនឯងទេចំណាយទៅលើការជួយជ្រោមជ្រែងអ្នកចិត្តខ្លួននឹងតែម្ដងហើយក៏អាចថាមានអ្នកចូលមកពឹងពាក់របស់យើងចំពោះយើងចឹងទៅធ្វើលោកអ្នកអាចថាពិបាកបដិសេធណាចាអញ្ចឹងនៅក្នុងខែនេះលោកអ្នកអាចមានការចំណាយច្រើនហើយសម្រាប់រឿងលុយកាក់ឃើញថាมันមានអីជាឧបសគ្គទេនៅក្នុងខែនេះយើងអាចមានឱកាសដូចថារកបានសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ចាយវាចឹងទៅចាប៉ុន្តែគាត់ថាបើឲ្យសល់ហ្មងខែនេះយើងអត់ទាន់សល់ទេណាចាហើយក៏អាចថាបានតិចតួចក៏ត្រូវយកទៅជួយនឹងចែករំលែកទៅកាន់អ្នកផ្សេងទៀតចឹងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងសុខភាពឃើញថាសុខភាពរបស់អ្នកកើតឆ្នាំមីមិនមានអីជាបញ្ហាទេចាយើងអាចរឹងមាំល្អណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់អ្នកកើតឆ្នាំមីនៅកន្លែងការងារត្រូវប្រយ័ត្នព្រោះអាចថានឹងមានមនុស្សមានចិត្តមិនស្មោះត្រង់មិនល្អអាចនឹងមានគំនិតមិនល្អចំពោះលោកអ្នកអាចនឹងលួចចាក់យើងពីក្រោយខ្នងណាចាឬក៏ប្រយ័ត្នត្រូវគេកុហកធ្វើឲ្យខាតបង់ការងារនេះផ្ទាល់តែម្ដងចឹងត្រូវប្រយ័ត្នមែនទែនជាពិសេសប្រយ័ត្នចំពោះមនុស្សភេទប្រុសអាយុច្រើនជាងចាសម្រាប់ការរកស៊ីក៏ឃើញថាដូចគ្នាពាក់ព័ន្ធនឹងការរកស៊ីរបស់អ្នកត្រូវមានការប្រយ័ត្នប្រយែងជាមួយនឹងការសញ្ញេផ្តិតមេដៃលើឯកសារផ្សេងៗជាមួយនឹងបញ្ជីរបស់យើងរកស៊ីជាមួយគ្នាឬក៏អាចតែជាមួយអតិថិជនណាក៏ដោយលោកអ្នកត្រូវប្រយ័ត្នណាព្រោះអាចមានឱកាសខ្លាចមានការភ័ន្តច្រឡំតួលេខនឹងធ្វើឲ្យយើងខាតបង់ដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះឃើញថាត្រូវប្រយ័ត្នរឿងការនិយាយស្ដីព្រោះលោកអ្នកនឹងដៃគូនឹងអាចមានចំនួនពាក្យសម្ដីជាមួយគ្នាណាអ្នកកើតឆ្នាំមីចាសម្រាប់លោកអ្នកដែលនៅតែចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះផ្ទាល់លោកអ្នកអាចមានឱកាសគេហៅថានឹងមានអ្នកព្យាយាមចូលមកចាយចង់ចាប៉ុន្តែធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាដូចអត់ជឿជាក់ណាធ្វើឲ្យយើងអត់ទាន់ហ៊ានចាប់ផ្ដើមមួយអ្នកណាទេចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតអ្នកកើតឆ្នាំមីគឺលេខរបស់អ្នកគឺឆុងជាមួយភ្លើងអញ្ចឹងគួរប្រយ័ត្នជាមួយភ្លើងអាចមានរបួសគ្រោះថ្នាក់ដោយសារភ្លើងណាចាហើយចុងក្រោយការធ្វើបុណ្យគឺសារធ្វើបុណ្យជាមួយក្មេងបានច្រើនដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌សនិងពណ៌ទឹកប៊ិចលេខសំណាងរបស់អ្នកគឺមានលេខ37ណាចា